ទិវានៃបុណ្យនៃក្តីស្រឡាញ់ដែលគេធ្វើនៅប្រទេសគេហើយលើកម្ពុជាក៏រៀបចំធ្វើបដានេះជាពិសេសក្នុងចំណោមយុវជនណាគឺ The Saint Valentine's Day ណាយើងចង់ឲ្យបុណ្យនៃក្តីស្រឡាញ់នេះคล้ายទៅជាការស្រឡាញ់ដល់កុមារពីព្រោះឪពុកម្ដាយរាប់លានអ្នកនៅលើពិភពលោកក៏ដូចជានៅប្រទេសកម្ពុជាយើងគឺគ្មានអ្នកណាផ្ដល់នៅសេចក្តីស្មោះត្រង់គ្មានអ្នកណាផ្ដល់នៅសេចក្តីរីករាយឲ្យយើងរាល់ថ្ងៃនឹងពេញលេញជាងកុមារទេដូច្នេះសូមយកឱកាសនេះតំណាងឲ្យដឹកនាំនិងមន្ត្រីរាជការក្រសួងរាយធម្មពលការដឹកនាំរបស់អគ្គិសនីកម្ពុជានិងនយោជិតទាំងអស់របស់អគ្គិសនីកម្ពុជាខ្ញុំមានតែការកោតសរសើរដល់លោកគ្រូពេទ្យគុណតបុប្ផាដែលបានជួយសង្គ្រោះជីវិតច្រើនដល់កុមារយើងហើយសូមឧទ្ទិសថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះคล้ายទៅជាការស្រឡាញ់និងការជួយជំដាក់ថែមចំពោះកុមារខ្មែរយើងកិច្ចការថវិកាបរិច្ចាគពីសហគមន៍នយោជិតនៅប្រទេសនេះគឺចេញព្រួយផ្ដើមពីឆ្នាំ2015ហើយមែនតើនោះជាការព្រួយផ្ដើមរបស់ក្រមយុវជនអគ្គិសនីកម្ពុជាក្រុមនោះជាក្រុមដែលព្រួយផ្ដើមកាលហ្នឹងគំនិតថាថវិកាផ្លូវការរបស់អគ្គិសនីកម្ពុជាមានកម្រិតហើយយើងចង់ជួយរដ្ឋាភិបាលចង់ជួយកុមារចង់ជួយមន្ទីរពេទ្យគុណតបុប្ផានេះដែលបានធ្វើកិច្ចការដ៏ប្រសើរក្នុងការជួយសង្គ្រោះហើយជួយនេះជួយជាលក្ខណៈអាជីពខ្លាំងណាស់ដែលជាក្តីសង្ឃឹមបើមែនទែនសម្រាប់កុមារមន្ទីរពេទ្យគុណតបុប្ផាសឹងថាជាក្តីសង្ឃឹមចុងក្រោយរបស់កុមារជាច្រើនរបស់ឪពុកម្ដាយជាច្រើនដែលមានទុរៈនៅពេលដែលកូនចៅឈឺខ្ញុំក៏ត្រេកអរដែរដោយសារបានឮថាការគិតគូរថ្មីរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតបន្ថែមអ្វីដែលសម្ដេចតេជោហ៊ុនសែនបានធ្វើពីមុនមកសម្ដេចធិបតីជាពិសេសលោកជំទាវដិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតផ្ទាល់ដែលលោករៀនខាងសេវាសុខភាពសាធារណៈ Public Health លោកជំទាវតែងតែបារម្ភណាស់vềរឿងកុមារហ្នឹងព្រោះការដាក់ទុនបន្ថែមទៅក្នុងវិស័យសុខាភិបាលក្នុងអាណត្តិនេះមានច្រើនដូច្នេះយើងបាន roll out បន្ថែមទៅលើបញ្ហាជំងឺ chronic មួយចំនួនដូចជាទឹកនោមផ្អែមដូចជាលើសឈាមដែលការបញ្ចេញថវិការបស់រដ្ឋាភិបាលទៅច្រើនទៅចឹងហើយបានជាមានការព្រួយផ្ដើមចលនា2ចលនាមួយគឺពីនយោជិតអគ្គិសនីកម្ពុជាជាបុគ្គលិកសក្តិនៅក្នុងអគ្គិសនីកម្ពុជាហៅថាគ្រួសាររសេហើយប៉ុន្តែក៏មានការចូលរួមពីអតិថិជនដែលពីមុនមកគាត់មកបង់ប្រាក់នៅអគ្គិសនីកម្ពុជាហ្នឹងគាត់បានចូលរួមខ្លះហើយឥឡូវនេះឆ្នាំនេះយើងបានថែមគឺអគ្គិសនីកម្ពុជាបានដាក់ថវិកាមួយចំនួនតាមរយៈការផ្សព្វផ្សាយប៉ុន្តែនៅក្រសួងខ្ញុំក៏អំពាវនាវដែរហើយសង្ឃឹមថាឆ្នាំក្រោយយើងអាចបានថែមអាជ្ញាធរមួយទៀតអញ្ចឹងយើងបានសរុបទៅឆ្នាំនេះយើងបានដល់ទៅដូចជា283លានរៀលនេះសម្រាប់ឆ្នាំ2025នេះសង្ឃឹមថាថវិកានេះទោះបីជាតិចតួចប៉ុន្តែវាអាចចូលរួមចំណែកដល់ផ្ទាល់ដល់មន្ទីរពេទ្យជាការបន្ថែមធនធានប៉ុន្តែសំខាន់មិនមែនធនធានតែថវិកាទេនៅពីក្រោយធនធាននេះសុទ្ធតែជាទឹកចិត្តរបស់បងប្អូនអគ្គិសនីគ្រួសារអគ្គិសនីកម្ពុជាទូទាំងប្រទេសដែលមានគ្នាជាង 6,000 នាក់ហើយនិងមន្ត្រីរាជការថ្នាក់ដឹកនាំរបស់ក្រសួងរាយធម្មពលដែលចង់ជួយមន្ទីរពេទ្យបើសិនយើងសរុបមើលថវិកាដែលចលនាពី2015មកដល់ពេលនេះជាការល្អដែរយើងបានដល់$33,000ជាងចាប់ពី2015មកអញ្ចឹងចេះតែតក់គេលោបានជួយបន្ថែមហើយសូមជូនពរឲ្យលោកគ្រូសូមជួបតែសេចក្តីសុខសេចក្តីចម្រើនហើយគ្មានបុណ្យអីដែលល្អជាងបុណ្យសង្គ្រោះជីវិតកុមារទេហើយសូមអរគុណ